ច្បាប់ផែនរដ្ឋាភិបាល B2B កម្ពុជានេះគឺជាបច្ចុប្បន្នភាពទីផ្សារសម្រាប់ថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025សតុបផ្សារមូលបត្រកម្ពុជាបានកើនឡើង 1.09 ពិន្ទុឬ 0.26% មក 413.19 បរិមាណជួញដូរសរុបបានកើនឡើងដែលមានភាគហ៊ុន 51,037 ត្រូវបានជួញដូរនៅក្នុងតម្លៃ$185 លានឬជាង $46,000 អាមេរិកនៅលើផ្សារគោភាគហ៊ុនចំនួន3បានកើនឡើងភាគហ៊ុននាំមកគេនៅថ្ងៃនេះគឺកំពង់ផែស្វយ័តក្រុងប្រសេនុកើន 0.82% ឬ100រៀលមក 12,360 រៀលក្នុងមួយហ៊ុននៅបន្តមកគឺខេម GSM កើនឡើង 0.40% ឬ10រៀលដល់ 2,500 រៀលក្នុងមួយហ៊ុនប្រតិបត្តិទឹកស្វយ័តក្រុងភ្នំពេញក៏បានកើនឡើង 0.32% ឬ20រៀលដល់ 6,220 រៀលក្នុងមួយហ៊ុនផងដែរនៅខាងផ្នែកធ្លាក់ចុះវិញមានតែពាក្យហ៊ុនមួយប៉ុណ្ណោះបានធ្លាក់ចុះគឺកំពង់ផែស្វយ័តភ្នំពេញធ្លាក់ចុះ 0.29% ឬ40រៀលមក 13,760 រៀលក្នុងមួយហ៊ុនទន្ទឹមនឹងដែរពាក្យហ៊ុនចំនួន5ដែលសេសសល់នៅលើផ្សារគោលគឺនៅថេដដាល់នៅលើផ្សារកំណើន DVD Engineering បានកើនឡើង 2.35% ឬ50រៀលមក 2,180 រៀលក្នុងមួយហ៊ុនកាលជាស្លានធ្លាក់ចុះ 0.37% ឬ10រៀលមក 2,890 រៀលក្នុងមួយហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបានកត់ត្រានៅទំហំជួញដូរខ្ពស់បំផុតនៅថ្ងៃនេះដែលមានភាគហ៊ុន 23,749 ភាគហ៊ុនត្រូវបានជួញដូរក្នុងតម្លៃសរុប $48.7 លានឬជាង $12,000 អាមេរិកនេះគឺប្រហែលទៅនឹង 46.5% នៃបរិមាណជួញដូរសរុបនៅថ្ងៃពុធធនាគារ ACD បានកត់ត្រានៅបរិមាណជួញដូរខ្ពស់បំផុតទី2នៅថ្ងៃនេះដែលមានភាគហ៊ុន 1932 ត្រូវបានជួញដូរក្នុងតម្លៃ 76.5 លានរៀលឬជាង $19,000 អាមេរិកពលគឺប្រហែល 21% នៃបរិមាណជួញដូរនៅថ្ងៃទី19ខែវិច្ឆិកាមកកាន់អត្រាប្តូរប្រាក់វិញប្រាក់រៀលទៅដុល្លារអាមេរិកនៅថេដែលជួញដូរនៅ 4,008 រៀលក្នុង$1ខែសន្ទុះប្រាក់ដុល្លារអាមេរិកបានកើនឡើងបន្តិចដល់ 99.72 មកមើលតម្លៃទំនិញសកលវិញតម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃពុធខណៈដែលរបាយការណ៍ឧស្សាហកម្មមួយបានបង្ហាញពីស្តុកប្រេងឆៅកើនខ្ពស់នៅសហរដ្ឋអាមេរិកដែលបានពង្រឹងការព្រួយបារម្ភអំពីការផ្គត់ផ្គង់លើសបើទោះបីជាការធ្លាក់ចុះនៅតម្លៃត្រូវបានកំណត់ដោយទីផ្សារប្រេងឥន្ធនៈកាន់តែតឹងរឹងក៏ដោយសារតែការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ីក៏ដោយកិច្ចសន្យាអនាគតប្រេងឆៅព្រិនបានធ្លាក់ចុះ 44 សេនឬ 0.68% មកត្រឹម $64.45 ក្នុង1បារ៉ែលនេះគឺបន្ទាប់ពីបានកើនឡើង 1.1% នៅក្នុងវគ្គមុនកិច្ចសន្យាអនាគតប្រេងឆៅ West Texas Intermediate វិញធ្លាក់ចុះ 46 សេនឬ 0.76% មកត្រឹម $60.28 ក្នុង1បារ៉ែលគឺបន្ទាប់ពីកើនឡើង 1.4% កាលពីថ្ងៃអង្គារតម្លៃនេះបានកើនឡើងខ្ពស់ខណៈវិនិយោគិនបានស្វែងរកទ្រព្យដែលមានសមត្ថភាពដោយផ្ដោតការយកចិត្តទុកដាក់គឺទៅលើកំណត់ហេតុនៃកិច្ចប្រជុំថ្មីបំផុតរបស់ធនាគារកណ្ដាលអាមេរិកនិងរបាយការណ៍ងារដែលត្រូវបានពន្យាសម្រាប់តម្រុយបន្ថែមអំពីគន្លងនៃអត្រាការប្រាក់នាពេលអនាគត Spot Gold បានកើនឡើង 0.5% ដល់ $4,088.03 ក្នុង1អុនកិច្ចសន្យាអនាគតសហរដ្ឋអាមេរិកសម្រាប់ការចែកចាយនៃការធ្នូកើនឡើង 0.5% ដល់ $4,087.90 ក្នុង1អុនកិច្ចសន្យាអនាគតពាក្យហ៊ុនអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងនៅថ្ងៃពុធគឺបន្ទាប់ពីការលក់ចេញដែលដឹកនាំដោយក្រុមហ៊ុនបច្ចេកវិទ្យាមួយផ្សេងទៀតនៅក្នុងការរាប់ថយក្រោយនៃប្រាក់ចំណូលដែលតាមដានយ៉ាងជិតដិតអំពីក្រុមហ៊ុន NVIDIA ដែលនឹងកំណត់សម្លេងសម្រាប់ជើងបន្ទាប់នៃការជួញដូររបស់ក្រុមហ៊ុន AIគិតត្រឹមបិទផ្សារនៅកម្ពុជាអនាគត Dow Jones Industrial Average និង S&P 500 ស្ថិតនៅលើបន្តរស្មើកិច្ចសន្យា Nasdaq 100ក៏មានការផ្លាស់ប្ដូរតិចតួចផងដែរអរគុណលោកអ្នកសម្រាប់ការទស្សនានេះគឺជាបច្ចុប្បន្នភាពទីផ្សារសម្រាប់ថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025